នាថ្ងៃទី10ខែឧសភាឆ្នាំ2026នេះស្ថានភាពសន្តិសុខសកលលោកកំពុងតែឈានទៅរកភាពគ្រោះថ្នាក់ដ៏គួរឲ្យកត់សម្គាល់សារព័ត៌មានអលចាសេរ៉ាបានចុះផ្សាយថាកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC បានចេញប្រកាសជាសាធារណៈរួចមកហើយថាប្រព័ន្ធមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់ពួកគេបានចាក់សោគោលដៅលើមជ្ឈមណ្ឌលយោធានិងនាវាចម្បាំងរបស់សហរដ្ឋអាមេរិកទូទាំងតំបន់មជ្ឈបូព៌ារួចរាល់អស់ទៅហើយការប្រកាសអាសន្នយោធានេះគឺជាការឆ្លើយតបដ៏រឹងត្អឹងបំផុតរបស់ទីក្រុងតេហេរ៉ង់បន្ទាប់ពីការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅឯមាត់ច្រកសមុទ្រអកម៉ូកាលពីប៉ុន្មានថ្ងៃមុននេះដែលធ្វើឲ្យពិភពលោកទាំងមូលកំពុងតែឈរនៅលើមាត់ជ្រោះនៃសង្គ្រាមទ្រង់ទ្រាយធំប្រសិនបើបទបញ្ជាបាញ់ត្រូវបានផ្ដល់ឲ្យភ្លាមភាពស្ងប់ស្ងាត់ខុសធម្មតានៅលើផ្ទៃទឹកនៅក្នុងថ្ងៃនេះត្រូវបានគេចាត់ទុកថាគ្រាន់តែជាល្បែងចិត្តសាស្ត្រខណៈដែលភាគីទាំងពីរត្រៀមលក្ខណៈវាយបកគ្រប់វិនាទីដរាបណាសំណើសន្តិភាពមិនទាន់ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅឡើយស្របពេលដែលស្ថានភាពយោធាកំពុងតែឡើងកម្ដៅខ្លាំងភាពមិនច្បាស់លាស់ជុំវិញលិខិតចម្លើយរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ដែលប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានរំពឹងទុកកាលពីម្សិលមិញកំពុងតែក្លាយទៅជាចំណុចនៃការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសរបស់អ៊ីរ៉ង់លោកអេស្ម៉ាអែលបាហ្គេបានបញ្ជាក់យ៉ាងច្បាស់នៅថ្ងៃអាទិត្យនេះថាទីក្រុងតេហេរ៉ង់មិនខ្វល់ខ្វាយអំពីការបដិសេធកំណត់ដែលសហរដ្ឋអាមេរិករដ្ឋបាលលោកដូណាល់ត្រាំបង្ខំនោះទេហើយចម្លើយចំពោះសំណើសន្តិភាព14ចំណុចនឹងត្រូវផ្ដល់ឲ្យនៅពេលវេលាសមស្របសម្រាប់ភាគីអ៊ីរ៉ង់តែប៉ុណ្ណោះការបញ្ជាពេលនេះត្រូវបានគេមើលឃើញថាគឺជាយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ដើម្បីត្រួតពិនិត្យឲ្យបានល្អិតល្អន់បំផុតនៅរាល់លក្ខខណ្ឌដែលតាក់ទងទៅនឹងកម្មវិធីអាវុធនុយក្លេអ៊ែរនិងការដកទណ្ឌកម្មសេដ្ឋកិច្ចខណៈដែលលោកម៉ាក្រូរូប៊ីយ៉ូកំពុងតែដាក់សម្ពាធការទូតយ៉ាងធ្ងន់ធ្ងរពីចម្ងាយទោះបីជាមានការគម្រាមកំហែងបាញ់បោះក៏ដោយព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមួយបានកើតឡើងនាថ្ងៃអាទិត្យនេះគឺវត្តមានរបស់នាវាដឹកឧស្ម័នធម្មជាតិ LNG របស់ប្រទេសកាតាដែលបានបើកនាវាចរឆ្លងកាត់ច្រកសមុទ្រអកម៉ូឆ្ពោះទៅកាន់ប្រទេសប៉ាគីស្ថានដោយសុវត្ថិភាពនេះគឺជាការឆ្លងកាត់លើកដំបូងបំផុតនៃនាវាថាមពលខ្នាតយក្សចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីជាង2ខែមុនដែលត្រូវបានគេរាយការណ៍ថាគឺជាការសាកល្បងទំនុកចិត្តដែលអ៊ីរ៉ង់បានអនុញ្ញាតឲ្យកើតមានឡើងដើម្បីបង្ហាញអំពីសុឆន្ទៈមួយចំនួននៅក្នុងការចរចាជាមួយនឹងប្រទេសអ្នកសម្របសម្រួលសកម្មភាពនេះបានបង្កជាក្តីសង្ឃឹមតិចតួចទៅដល់ទីប្រឹក្សាធម្មពលសកលដែលកំពុងតែរង្គោះរង្គើក៏ប៉ុន្តែវាជាសញ្ញាព្រមានទៅដល់អាមេរិកផងដែរថាអ៊ីរ៉ង់ក៏ជាអ្នកគ្រប់គ្រងសោនៃច្រកសមុទ្រនេះយ៉ាងពិតប្រាកដនៅក្នុងសមរភូមិការទូតកម្រិតខ្ពស់រដ្ឋមន្ត្រីការបរទេសលោកម៉ាក្រូរូប៊ីយ៉ូនៅតែបន្តបេសកកម្មយ៉ាងស្វិតស្វាញនៅឯទីក្រុងម៉ាយ៉ាមីហើយលោកបានជួបពិភាក្សាជាថ្មីជាមួយនឹងនាយករដ្ឋមន្ត្រីកាតាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកំទេចនៅការគម្រាមកំហែងនិងជំរុញឲ្យមានស្ថិរភាពមជ្ឈមបូព៌ាការជួបពិភាក្សានេះមិនត្រឹមតែផ្ដោតទៅលើបញ្ហាអ៊ីរ៉ង់ប៉ុណ្ណោះទេប៉ុន្តែក៏ជាការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចផ្លូវការរបស់លោកដូណាល់ត្រាំទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយនេះផងដែរវ៉ាស៊ីនតោនដឹងយ៉ាងច្បាស់ថាបញ្ហាសង្គ្រាមនៅអកម៉ូនឹងក្លាយទៅជាប្រធានបទដ៏សំខាន់នៅលើតុពិភាក្សាជាមួយនឹងលោកស៊ីជីនពីងពីព្រោះចិនគឺជាអតិថិជនធម្មពលដ៏ធំធេងបំផុតដែលកំពុងតែរងគ្រោះដោយសារតែតម្លៃប្រេងឡើងថ្លៃដែលបង្កឡើងដោយសង្គ្រាមអាមេរិកនិងអ៊ីរ៉ង់នេះបើងាកទៅមើលព្រឹត្តិការណ៍កាលពីថ្ងៃសៅរ៍ម្សិលមិញទី9ខែឧសភាឆ្នាំ2026គឺជាថ្ងៃដែលកងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC បានចេញសេចក្តីប្រកាសអាសន្នព្រមានប្រហារវាធ្ងន់ធ្ងរទៅលើមូលដ្ឋានទ័ពអាមេរិកប្រសិនបើនាវាដឹកប្រេងរបស់ខ្លួនត្រូវបានរងការប៉ះពាល់បន្ថែមទៀតការព្រមានកាលពីម្សិលមិញនេះបានធ្វើឡើងបន្ទាប់ពីកងទ័ពអាមេរិកបានកំទេចនាវាដឹកប្រេងចំនួន2គ្រឿងកាលពីថ្ងៃសុក្រក្រោមបទចោទប្រកាន់ថាបានលួចបំពាននៅការបិទផ្លូវទឹកព្រឹត្តិការណ៍កាលពីថ្ងៃសៅរ៍និងថ្ងៃសុក្រគឺជាឫសគល់នៃភាពតានតឹងដែលកំពុងតែឆាបឆេះដល់កម្រិតសូន្យដែលនាំឲ្យមហាអំណាចអង់គ្លេសត្រូវសម្រេចចិត្តបញ្ជូននាវាពិឃាត HMS Dragon មកកាន់តំបន់នេះជាបន្ទាន់ដើម្បីការពារនាវាពាណិជ្ជកម្មលើពីនេះទៅទៀតនោះការចូលរួមរបស់រុស្ស៊ីនៅក្នុងជម្លោះនេះក៏បានឈានដល់ចំណុចរសើបបំផុតមួយផងដែរកាលពីថ្ងៃទី9ម្សិលមិញនេះនៅពេលដែលប្រធានាធិបតីពូទីនបានផ្ដល់សំណើរំដោះអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ឲ្យទៅរក្សាទុកនៅក្នុងទឹកដីរបស់រុស្ស៊ីលោកពូទីនបានព្យាយាមដើរតួគឺជាអ្នកសម្របសម្រួលដើម្បីបញ្ជាសង្គ្រាមលោកខណៈដែលអាមេរិកនៅតែប្រកាន់ជំហររឹងត្អឹងចង់ឲ្យអ៊ីរ៉ង់បញ្ឈប់នៃសកម្មភាពចម្រាញ់អ៊ុយរ៉ានីញ៉ូមដល់កម្រិតសូន្យព្រឹត្តិការណ៍កាលពីម្សិលមិញនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាការបែកបាក់នៃជំហរអន្តរជាតិដែលធ្វើឲ្យអ៊ីរ៉ង់កាន់តែមានជំនឿចិត្តនៅក្នុងការអូសបន្លាយនៃការចរចាដើម្បីស្វែងរកលក្ខខណ្ឌដែលផ្ដល់ផលចំណេញយ៉ាងខ្ពង់ខ្ពស់សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនទាក់ទិនទៅនឹងផលប៉ះពាល់សន្តិសុខនៅក្នុងតំបន់អេមីរ៉ាតអារ៉ាប់រួមដែលនៅតែបន្តរងសម្ពាធយ៉ាងខ្លាំងក្លាបន្ទាប់ពីការវាយប្រហារដោយដ្រូននិងមីស៊ីលកាលពីថ្ងៃទី8និងថ្ងៃទី9ខែឧសភាកន្លងមកដែលធ្វើឲ្យប្រជាជននៅក្នុងតំបន់រស់នៅក្នុងភាពភ័យខ្លាចបំផុតការវាយប្រហារទៅលើអារ៉ាប់រួមគឺជាសារព្រមានចំរបស់អ៊ីរ៉ង់ទៅកាន់សម្ព័ន្ធមិត្តអាមេរិកទាំងអស់នៅក្នុងតំបន់ថាគ្មានកន្លែងណាមួយមានសុវត្ថិភាពឡើយប្រសិនបើអាមេរិកមិនព្រមបញ្ឈប់នៃការឡោមព័ទ្ធដោយសកម្មភាពយោធាមកលើអ៊ីរ៉ង់ព្រឹត្តិការណ៍បន្តនាថ្ងៃទី8ដល់ថ្ងៃទី10នេះបានសពបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា
សង្គ្រាមនេះលែងមានចំនួនរវាងប្រទេសពីរទៀតហើយប៉ុន្តែវាបានរីករាលដាលសារជាថ្មីនៅចំនួនភូមិសាស្ត្រនយោបាយសកលដែលពាក់ព័ន្ធជាមួយនឹងមហាអំណាចជាច្រើនជាពិសេសគឺតំបន់មជ្ឈិមបូព៌ាទាំងមូលអាចនឹងក្លាយទៅជាភ្នក់ភ្លើងដ៏គ្រោះថ្នាក់ជាទីបំផុតបច្ចុប្បន្នភាពនាថ្ងៃអាទិត្យនេះក៏បានបង្ហាញអំពីការបែកបាក់ផ្ទៃក្នុងរបស់អ៊ីរ៉ង់ផងដែរខណៈពេលដែលកងឆ្មាំបដិវត្តអ៊ីស្លាម IRGC ហាក់បីដូចជាកំពុងតែកាន់អំណាចបញ្ជាទៅលើក្រុមអ្នកការទូតស៊ីវិលដែលធ្វើឲ្យការសម្រេចចិត្តលើលិខិតសន្តិភាពកាន់តែមានភាពស្មុគស្មាញភ្នាក់ងារចារកម្មអាមេរិកកំពុងតែតាមដានយ៉ាងដិតដល់នៅរាល់ចលនារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ដែលត្រូវបានគេជឿថាមានសិទ្ធិសម្រេចចុងក្រោយនៃជោគវាសនានៃការចុះហត្ថលេខាប្រសិនបើលិខិតដែលលោកដូណាល់ត្រាំរងចាំមិនមកដល់ឬនាំមកនៅលក្ខខណ្ឌដែលមិនអាចទទួលយកបាននោះការត្រៀមលក្ខណៈវាយប្រហារដែល IRGC បានប្រកាសកាលពីថ្ងៃនេះអាចនឹងក្លាយទៅជាការពិតដែលមិនអាចជៀសរួចនៅក្នុងសមរភូមិសេដ្ឋកិច្ចឯនោះវិញតម្លៃប្រេងឆៅនៅថ្ងៃទី10ឧសភានេះនៅតែបន្តឈរនៅកម្រិតខ្ពស់លើសពី$100នៅក្នុងមួយបារ៉ែលដែលកំពុងតែបង្កទៅជាវិបត្តិអតិផរណាយ៉ាងខ្ពង់ខ្ពស់បំផុតដល់សហរដ្ឋអាមេរិកនិងអឺរ៉ុប